ឡានដីអត់ឆេះចេញសញ្ញាឆេះគ្រូបកុយនៅក្នុងតាបឡូកុំតណាប់ឡូបកុយប្រយ័ត្នខាត់លុយបងប្អូនDynamo ពីសង្ឃលេហៅថា alternator គឺជាអ្នកបំពេញថាមពលទៅឲ្យអាគុយដើម្បីឲ្យអាគុយ12 V នៅក្នុងរថយន្តប្រើប្រាស់បានយូរម៉ាស៊ីនរបស់រថយន្តគឺជាអ្នកបង្វិល Dynamo ដោយការប្រទាក់ខ្សែពានទៅនឹងចលនាបង្វិលរបស់ម៉ាស៊ីនវាមានទំនាក់ទំនងយ៉ាងស្អិតរមួតរវាងម៉ាស៊ីននិង Dynamo ហើយអាគុយគឺពឹងផ្អែកទៅលើ Dynamo ចំណែកឯ Dynamo វិញគឺពឹងផ្អែកទៅលើម៉ាស៊ីនមុខងាររបស់ Dynamo គឺសាកភ្លើងទៅឲ្យអាគុយនិងគ្រប់គ្រងចរន្តផ្សេងៗនៃប្រព័ន្ធភ្លើងរបស់យានយន្តនៅពេលដែលម៉ាស៊ីនដំណើរការសញ្ញាមួយចំនួនដែលបង្ហាញថា Dynamo របស់បងប្អូនមានបញ្ហាទី1អាគុយចេះតែខ្សោយភ្លើងមានន័យថា Dynamo របស់យើងមានបញ្ហាហើយសញ្ញាឆែករបស់អាគុយនៅលើតាបឡូអាចបញ្ជាក់បានថាមានបញ្ហាទៅលើអាគុយឬ Dynamo យើងអាចធ្វើការវាស់ភ្លើងទៅលើអាគុយបានបើអាគុយអ្នកឲ្យភ្លើងខ្លាំងបានន័យថា Dynamo របស់យើងគឺជាអ្នកមានបញ្ហានិងផ្ដល់ចរន្តមិនគ្រប់គ្រាន់ទី2រថយន្តមិនអាចបញ្ឆេះបានរាល់ពេលដែលរថយន្តមិនអាចបញ្ឆេះបានមានន័យថា Dynamo មិនបានសាកភ្លើងគ្រប់គ្រាន់ទៅឲ្យអាគុយធ្វើឲ្យអាគុយខ្សោយថាមពលអញ្ចឹងអាគុយមិនអាចផ្ដល់ចរន្តភ្លើងទៅឲ្យដុំដេម៉ារ៉ឺដើម្បីបង្វិលម៉ាស៊ីនបានទី3ផ្ដល់សំឡេងរំខាន Dynamo ធ្វើការជាច្រើនជុំនៅពេលដែលម៉ាស៊ីនដំណើរការ Dynamo វិលជាច្រើនជុំនៅពេលដែលផ្នែកណាមួយនៃ Dynamo ដំណើរការមិនបានប្រក្រតីនោះវានឹងបង្កសំឡេងរំខានជាមិនខានយើងអាចធ្វើការស្ដាប់សំឡេងរបស់ Dynamo បាននៅពេលដែលបញ្ឆេះប៉ុន្តែវាពិបាកបន្តិចក្នុងការស្ដាប់សំឡេងរបស់ Dynamo ពីព្រោះនៅពេលដែលម៉ាស៊ីនបញ្ឆេះគ្រឿងបង្គុំផ្សេងទៀតក៏ដូចជាសំឡេងរបស់ម៉ាស៊ីនក៏បង្កឡើងផងដែរទី4ខ្សែពាននិងបដាងនៃ Dynamo កាលណាខ្សែពានដែលប្រទាក់ទៅនឹង Dynamo ចាស់សឹករិចរិលធូររលុងអាចបណ្ដាលឲ្យ Dynamo សាកភ្លើងមិនបានល្អទៅដល់អាគុយ Dynamo អាចវិលបានដោយសារតែបដាងកាលណាបដាងគាំងឬដើរឈប់អាចបណ្ដាលឲ្យមានបញ្ហាទៅដល់ខ្សែពាននិង Dynamo 5បញ្ហាអគ្គិសនីក្រៅពីបញ្ចូលភ្លើងទៅឲ្យអាគុយ Dynamo ក៏មានមុខងារផ្គត់ផ្គង់ចរន្តអគ្គិសនីទៅឲ្យប្រព័ន្ធភ្លើងនៅក្នុងរថយន្តផងដែរប្រព័ន្ធទាំងនោះមានដូចជាម៉ូទ័រកៅអីបង្អួចរថយន្តជាដើមបើប្រព័ន្ធទាំងនោះដំណើរការយឺតឬរអាក់រអួលមិនប្រក្រតីបានន័យថា Dynamo របស់យើងមានបញ្ហាហើយ6ចង្គៀងនិងភ្លើងក្នុងឡានភ្លឺមិនច្បាស់ល្អឬស្រអាប់ភ្លើងភ្លឺផ្លែតអ៊ូបញ្ជាក់បានថា Dynamo នោះមានបញ្ហាឬខូចតែម្ដងដែលមិនអាចផ្គត់ផ្គង់និងផ្ដល់ចរន្តអគ្គិសនីបានល្អអ្នកបើកបរអាចសម្គាល់ថា Dynamo ខ្សោយឬ Dynamo ខូចដោយពិនិត្យមើលទៅលើភ្លើងភ្លឺក្នុងឡាននិងក្រៅឡានជាពិសេសនៅពេលយប់ Dynamo ដែលល្អគឺអាចផ្គត់ផ្គង់ចរន្តអគ្គិសនីដោយបរិបូរណ៍ទៅកាន់ភ្លើងនៅក្នុងឡាននិងក្រៅឡានបញ្ហាផ្សេងទៀតដែលមានតែជាងឬអ្នកជំនាញប៉ុណ្ណោះដែលអាចធ្វើតេស្តនិងស្វែងរករោគវិនិច្ឆ័យបានដូចជាឆ្លងភ្លើងខូចឌុយខូចជើងឌុយដាច់ឌីសង់ទ័រជាដើមមកដល់ចំណុចនេះបើសិនជាបងប្អូនបានមើលហើយកុំភ្លេចខមមិនថាខ្ញុំយល់ហើយក៏សូមអរគុណទៅកាន់បងប្អូនដែលបានទស្សនានិងគាំទ្រការផលិតមាតិការបស់ពួកយើង